Welcome to សួស្តីបងប្អូន Hydroponic ថ្ងៃនេះ Farm. ខ្ញុំមកចំការរបស់គាត់ណាគាត់ជាអ្នកដាំបន្លែលើទឹកមុនគេចានៅខាងម្ដុំវាស្បូវផ្លូវ Tiger នេះទីតាំងរបស់គាត់ខ្ញុំមកទិញជីហើយនឹងទិញបន្លែតិចតួចយកទៅញ៉ាំនៅផ្ទះគាត់មានដាំស្លាត់ច្រើនណាបងប្អូនខ្ញុំនាំទៅមើលស្លាត់គាត់បដងហើយស្ដេចគាត់ភាគច្រើនគាត់គ្រប់គ្រងទៅតាមអូតែហើយនឹងតាមរេស្តូរ៉ង់ធំធំនៅពេញយើងហ្នឹងចានេះធម្មជាតិណាគាត់ដាំលើទឹកបងប្អូននេះពួកខ្ញុំទិញពូជពីគាត់ដែរទិញពូជសាឡាត់ទិញជីអីផ្សេងពីគាត់ណាច្រើនរោងគាត់ច្រើនខ្ញុំថតអត់អស់ទេនេះគាត់ទឹមបដោះថ្មីចានេះរោងសាឡាត់ណាអូច្រើនមែនតើនេះធម្មជាតិពិតគេដាំលើទឹកទេបងប្អូនណាស្អាតមែនតើខ្ញុំចូលចិត្តដាំតំណាំណាហើយគ្រូសាខ្ញុំគាត់តែងតែមកទិញជីទិញអីពីគាត់ចឹងអូវាវែងមែនតើថតអត់ទេបើគេដាំមកពូជអានេះយើងអាចយកមកញ៉ាំបានគួរតែប្រមូលផលបានហើយប៉ុណ្នេះនេះជាប្រភេទសាឡាត់បងប្អូនត្រូវការអាចតាក់ទងគាត់បានស្លាយគាត់ដាំនៅក្នុងចកាគាត់ណានេះជារោងសាឡាត់ណារោងសាឡាត់គាត់បដររហូតបងប្អូនហើយច្រើនមែនតើបងប្អូនត្រូវការសាឡាត់ធម្មជាតិទេតាក់ទងគាត់បានច្រើនណាគាត់ផ្ដោតទៅលើសាឡាត់បងប្អូនចាមានសាឡាត់គ្រប់ប្រភេទសាឡាត់ដែលយើងឃើញនៅលើទីផ្សារតាមរេស្តូរ៉ង់អីឥឡូវមិននាំចូលទេណាបងប្អូនអត់ដូចពីមុនទេខ្មែរយើងនិយាយទៅស្អីក៏អាចធ្វើបានដែរអីក៏អាចដាំបានដែរដូចជំរាបចឹងវាតតងបច្ចេកទេសរបស់យើងបងប្អូនអ្នកឃើញទេនេះសាឡាត់នេះស្អីយើងឃើញនៅលើទីផ្សារនេះតាមផ្សារកសិដ្ឋានអីអានេះនៅពេញទេចាក៏វានៅរៀងជាយនៅផ្លូវ Tiger ញ៉ាំស្លាត់អស់នេះអត់ខ្លាចឈឺពោះទេនេះស្អាតទៅអូមិនស្លាត់គេធំល្អខែនេះគាត់ធ្វើផ្ទះសណាញ់បើយកអត់ធ្វើផ្ទះសណាញ់ទេស្លាត់វាពិបាកដែរវាម្ដងក្តៅម្ដងភ្លៀងវាធ្វើឲ្យខូចបងប្អូនគិតដូចខ្ញុំហ៎យើងអាយុវាកាន់តែវ័យវាកាន់តែចម្រើនអ្វីដែលយើងចង់បានគឺភាពស្ងប់សុខយើងចង់ឃើញតែពណ៌បៃតងចាយើងឃើញតែណាំពណ៌បៃតងអញ្ចឹងសុបាយចិត្តណាហើយខ្ញុំចេះមានក្តីសម័យចេះចង់បានកន្លែងមានតំណាំដាំអញ្ចឹងទៅហើយចែកម្លែកពីជីវភាពរស់នៅលក្ខណៈបែបបៃតងធម្មជាតិអញ្ចឹងជីវិតយើងវាស្ងប់រាល់ថ្ងៃយើងវាហត់នឿយនឹងហត់នឿយមែនតើហត់នឿយអាជីវិតទីក្រុងអញ្ចឹងចង់ភៀសខ្លួនឯងមកជីវិតលក្ខណៈបែបតំណាំដាំដុះឃើញពណ៌បៃតងរាល់ថ្ងៃអញ្ចឹងវាមានក្តីសុខក្តីសុខផ្លូវចិត្តណាជឿមើលបងប្អូនមើលដូចខ្ញុំក៏ឃើញទៅតំណាំនេះក៏សុបាយចិត្តដែរខ្ញុំឃើញរោងគាត់ខ្ញុំដើរអត់ទេរោងគាត់ច្រើនណាវែងគាត់ដាំតែសាឡាត់ទេហើយដាំមិនទាន់នឹងចែកគប់គង់ចែកចាយទៅតាមរេស្តូរ៉ង់ហើយនឹងអូតែនៅស្រុកខ្មែរយើងផងចាយើងមានតម្រូវការច្រើនពីមុនអាចថាយើងយកពីគេណាចាយកពីផ្ទះជិតខាងផងអីផង
តែឥឡូវមិនបារម្ភទេខ្មែរយើងអាចដាំបានគ្រប់តំណាំនិយាយទៅចេះប្រកាត់ពូជឲ្យជីសំខាន់ឲ្យជីតិចនិចខ្មែរយើងទៅលំបាកនៅធ្វើពលករស្រុកគេអីស្អីយកតិចនិចមកធ្វើនៅស្រុកខ្មែរយើងអស់ហើយប្តីខ្ញុំចេះដាំសាឡាត់ហ្នឹងអីលើទឹកហ្នឹងគឺតាមរយៈគាត់យើងទិញពីគាត់អីពីគាត់ណែនាំឲ្យគាត់ជាមនុស្សចិត្តទលាយគាត់និយាយទៅគាត់ជាមនុស្សចៃម្លេះចិត្តទលាយចៃម្លេះឲ្យយើងចេះដាំជាអីពីគាត់តាគាត់ចេះលាក់ទេបងប្អូនឃើញច្រើនថតអស់ធំមែនតើនេះចែកដល់នេះឆ្លៀតមកក៏ថតនេះបងប្អូនឃើញទេក្រុងសាឡាត់ច្រើនណានេះកូនសាឡាត់គាត់តែបន្តថែមដីធំហ៎បងប្អូនមើលជីវិតស្ងប់ស្ងាត់ទេខ្ញុំជួនកាលយើងធ្វើការងារច្រើនយើង stress យើង stress នៅបច្ចុប្បន្នរបស់យើងប្រឹងរកនេះរកនោះ stress នៅអាជីវិតទីក្រុងជួនកាលអីថ្ងៃសៅរ៍អាទិត្យអីខ្ញុំតែងតែរំដោះខ្លួនឯងមកមើលបន្លែពណ៌បៃតងទៅកន្លែងមើលទៅឲ្យលក្ខណៈបែបធម្មជាតិបានច្រើនដើម្បីឲ្យខួរក្បាលយើងបានសម្រាកនៅពេលដែលខួរក្បាលយើងបានសម្រាកវាកើតភាពរីករាយសុខភាពផ្លូវកាយផ្លូវចិត្តយើងក៏វាល្អទៅតាមនឹងដែរបងប្អូនឃើញទេណាច្រើននេះស្អីគេបដោះគេដោះចេញទៅគេបដោះបន្តអញ្ចឹងมันមានរបស់គប់គង់បានរហូតពួកគាត់ដាំច្រើនប៉ុណ្្នឹងហើយជួនកាលគប់គង់លើទីផ្សារអក្រន់ទៀតណាតែតម្រូវការយើងច្រើនណាថ្ងៃនេះខ្ញុំមកបេះសាឡាត់ចាអញ្ចឹងតែប៉ុណ្្នឹងឯងចាំមើលខ្ញុំទៅបេះសាឡាត់ជាមួយខាងគាត់ថ្ងៃនេះអាកាសធាតុល្អមេឃសតុំចាហើយអត់សូវក្តៅទេនេះស្លាច់នេះកាយនឹងត្រូវហើយខ្ញុំធ្វើត្រីគេត្រីរំពងណាទៅលក់ជាមួយនឹងសាឡាត់ហ្នឹងថ្ងៃនេះបេះសាឡាត់យកទៅញ៉ាំហ្មងជួយនាំនេះគាំទ្រផលិតផលក្នុងស្រុកទាំងអស់គ្នាពេលយើងបានទៅវាអាចអត់ចូលណាគាត់ពងឲ្យបញ្យល់ប្រាប់ប្តីខ្ញុំពីរបៀបប្រកាសចូលក្នុងហ្មងដូចវាជួបហើយណាវាអត់ចេញទេអត់ជ្រូទេហ៎វាជ្រូតិចទៅយើងចាប់ដាក់ចូលវិញទៅអូលើកដាក់កាប់ចឹងហើយយើងមកនេះមកអីចូលអត់បងប្អូនឃើញហីគាត់ជាមនុស្សចិត្តទលាយចែកម្លែកមិនថាយើងទិញរបស់ហ្នឹងតិចឬក៏ច្រើនឬក៏យើងដាំកំសាន្តនៅផ្ទះរបស់យើងទេគឺគាត់ជាមនុស្សគឺចែករំលែកនៅអ្វីគាត់ចេះទៅមើលខាងយើងចាដូចយើងទិញពូជពីគាត់ឬក៏យើងជួនកាលទៅយើងមកជាវសាឡាត់អីពីគាត់ចឹងមនុស្សគាត់គឺ friendly ខ្ញុំទៅសើទឹកចិត្តគាត់ចាគាត់អត់ចេះលាក់បាំងអីទេបងប្អូនចឹងបងប្អូនមានតម្រូវការអីតាក់ទងនឹងចង់បានគ្រាប់ពូជចង់ចេះដាំដំណាំលើទឹកសាឡាត់អីចឹងគាត់គឺជាបុគ្គលដំបូងគេដែលគាត់បង្កើតកន្លែងហ្នឹងចាបន្ទាប់មកមិនមានបងប្អូនខ្មែរយើងហ្នឹងក៏ធ្វើតាមគាត់តគ្នាចឹងទៅតែគាត់គឺជាកន្លែងដំបូងចាកន្លែងដំបងដែលនាំវិធីដាំដំណាំនៅលើទឹកចាមិនថារុក្ខជាតិមិនថាគ្រាប់ពូជឬក៏ជីគឺខាងគាត់ទៅជាអ្នកនាំចូលមកដំបងណាហើយពួកខ្ញុំមកលេងច្រើនដងហើយចាមកលេងច្រើនដងហើយ
Hello សុកលៀបគុណឯងយើងបេះពីរោងគាត់ណាតែបានថតឲ្យមើលមុនស្លាត់ល្អថ្ងៃហ្នឹងយកទៅញ៉ាំជាមួយនឹងថៃ